ចឹងស្ដាប់ទៅដូចជាពិបាកយល់បន្តិចតោះឥឡូវចូល slide ទី2ជាមួយខ្ញុំនឹងលើកឧទាហរណ៍នៅក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកនរគ្នាតែម្ដងនៅពេលអ្នកនរគ្នាបានមកដល់ហាងបាយមួយគឺច្បាស់ណាស់អ្នករត់តុនឹងមកសួរអ្នកនរគ្នាភ្លាមពេលនេះគឺអ្នកនរគ្នាគឺជា system A ហើយអ្នករត់តុនឹងឯងគឺជា API ពេលនោះគឺអ្នករត់តុបាទគាត់នឹងឲ្យជា menu ឬមួយក៏គាត់ប្រាប់ជាមុខម្ហូបជាក់លាក់មកកាន់អ្នកនរគ្នាបាទហើយអាមុខម្ហូបជាក់លាក់នឹងហើយគឺជា API list ដែលគេបានរៀបចំទុកមុនសម្រាប់ឲ្យអ្នកនរគ្នាធ្វើការ request ហើយអ្នកនរគ្នានឹងមើលមុខម្ហូបជាក់លាក់ណាមួយនៅក្នុង menu ហើយ order ទៅកាន់អ្នករត់តុដែលពេលនេះគឺអ្នកនរគ្នាដើរតួជា system A ដែលធ្វើការ request ទៅលើការងារជាក់លាក់ណាមួយទៅកាន់ API ដែលជាអ្នករត់តុបន្ទាប់មកទៀតអ្នករត់តុនោះដែលជា API ហ្នឹងបានកត់ត្រារាល់ការ request ឬក៏ order ពីអ្នកនរគ្នាបាទបញ្ជូនបន្តទៅកាន់ផ្ទះបាយដែលយើងហៅថា server អញ្ចឹងនៅក្នុងផ្ទះបាយដែលយើងហៅថា server ហ្នឹងគឺមានចុងភៅនៅក្នុងហ្នឹងដែលគាត់នឹងធ្វើការចម្អិនម្ហូបតាមរយៈការ order មុខម្ហូបជាក់លាក់ណាមួយដែលយើងហៅថា processing API ដែលយើង request មកហ្នឹងបាទហើយនៅពេលដែលគាត់ធ្វើម្ហូបចប់ឬក៏ process ចប់គាត់នឹង respond បាទទៅលើមុខម្ហូបហ្នឹងតាមរយៈអ្នករត់តុបាទហើយយកមុខម្ហូបមកឲ្យយើងញ៉ាំអញ្ចឹងខ្ញុំឧទាហរណ៍បែបនេះគឺសាមញ្ញហើយងាយយល់ណា